សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានខ្មោចបាទអញ្ចឹងកម្មវិធីនៅក្នុងថ្ងៃនេះគឺមានបងប្អូនចូលរួមជាភ្ញៀវកិត្តិយសសូមបងប្អូនស្រីធ្វើការណែនាំទៅកាន់ប្រិយមិត្តអ្នកស្ដាប់ដូចនេះជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសុភីយករឿងតាក់ទងទៅនឹងរឿងខ្មោចមួយដើម្បីយកមកនិយាយប្រាប់បងប្អូនដែលតាក់ទងទៅនឹងលោកតាអាចារ្យម្នាក់ដែលគាត់បានស្លាប់ទៅហើយរួចគាត់បានលងបន្លាចទៅកាន់អ្នកភូមិរបស់ដំណើររឿងហ្នឹងវាភាពបាទលងបន្លាចយ៉ាងម៉េចខ្លះបាទអញ្ចឹងសូមបងប្អូនស្រីធ្វើការរៀបរាប់បន្តិចទៅកាន់ពុកម៉ែបងប្អូនយើងឲ្យគាត់បានស្ដាប់ផងបាទមានលោកតាអាចារ្យម្នាក់គាត់ជាអ្នកកាន់កាប់នៅក្នុងវត្តមួយកន្លែងហើយគាត់តែងតែកាន់កាប់នៅសម្ភារៈប្រើប្រាស់និយាយរួមទៅដូចជាប្រឡងឬក៏ជាសម្ភារៈដោយមិនបានយកទៅប្រគេនដល់ព្រះសង្ឃអ្វីគាត់បានយកសម្ភារៈទាំងអស់នោះដែលគេបានប្រគេនទៅព្រះសង្ឃយកទៅប្រើប្រាស់ដោយខ្លួនឯងដោយគ្មានការអនុញ្ញាតឬសុំពីព្រះសង្ឃអ្វីទាំងអស់គាត់បានយកទៅប្រើប្រាស់ផ្ទាល់ខ្លួននិងចែកកូនចៅរបស់គាត់ប្រើប្រាស់ក្រុមគ្រួសាររបស់គាត់ទេបានយកទៅចែកជូនអ្នកក្រឬក៏អីទេគាត់យកទៅប្រើប្រាស់តែក្រុមគ្រួសាររបស់គាត់ទេហើយជាមួយរយៈក្រោយមកគាត់ក៏បានស្លាប់ហើយគាត់ក៏បានលងបន្លាចអ្នកភូមិដូចជាមានថ្ងៃមួយមានភ្លៀងផ្គររន្ទះហើយថ្ងៃទី6ចូលថ្ងៃទីយប់ថ្ងៃទី7មានទាំងភ្លៀងមានទាំងផ្គររន្ទះរួមទាំងមានឆ្កែលូថែមទៀតផងអញ្ចឹងខ្ញុំសូមកាត់បងស្រីថាថ្ងៃទី6ចូលទី7ណាហ្នឹងបានន័យថាថ្ងៃដែលគាត់ស្លាប់មិនអញ្ចឹងហ៎បាទអញ្ចឹងអញ្ចឹងបានន័យថាគាត់ស្លាប់7ថ្ងៃហើយបានន័យថា6ថ្ងៃចូលយប់ទី7ហើយបានមានហេតុការណ៍ចលែកហ្នឹងកើតឡើងនៅក្នុងភូមិហ្នឹងចា៎បាទអញ្ចឹងហេតុការណ៍ហ្នឹងវាកើតឡើងមកតែបងស្រីដោយយប់ទី6ចូលថ្ងៃទី6ចូលយប់ទី7ហ្នឹងមានភ្លៀងផ្គររន្ទះអញ្ចឹងធ្វើឲ្យមានភ្លើងធ្វើឲ្យយើងឃើញស្រមោលដូចជាដើមឈើឬអីជាដើមអញ្ចឹងតែបងប្អូនគួរតែដឹងហើយកាលពីសម័យមុនផ្ទះរបស់យើងមិនមានដូចជាយ៉ាបឬក៏ស្អីទេហើយទ្វាររបស់យើងដូចជាទ្វារបើកបាត់អញ្ចឹងកន្លែងភូមិហ្នឹងគឺយើងដឹងហើយពីដើមគឺយើងអត់មានផ្ទះទំនើបដូចឥឡូវមិនអញ្ចឹងហ៎បានន័យថាយើងមានតែផ្ទះមកដាច់សញ្ញាពីគ្នាអញ្ចឹងទៅហើយប្រអួចអីយើងបើកពេលដែលយើងគេងដើម្បីអីគេដើម្បីឲ្យខ្យល់វាចូលលហើយអញ្ចឹងទៅអញ្ចឹងតតែភ្លៀងផ្គូលលាន់អញ្ចឹងទៅវាមានអាពលឺដែលកើតចេញពីផ្គររន្ទះហ្នឹងមិនអញ្ចឹងហ៎បាទដូចថាអាហ្នឹងយើងសម័យតែយើងនៅទូចបាទភ្លៀងមកផ្គរមកជះខ្វាច់ទៅឃើញអាពលឺហ្នឹងគឺឃើញនៅក្នុងផ្ទះយើងដូចភ្លឺដូចយើងបើកពូម៉ែត្រមកខ្វាច់អញ្ចឹងទៅបាទអញ្ចឹងបានន័យថាដល់ពេលដែលជះទៅអាហ្នឹងវាយ៉ាងម៉េចដែរបងជះទៅគេបានឃើញស្រមោលព្រាលដូចជាលោកតាអាចារ្យនោះកំពុងតែរែកសម្ភារៈដែលគាត់តែងតែរែកកាលពីគាត់នៅរស់ដូចជាសម្ភារៈដែលគេប្រគេនព្រះសង្ឃឬក៏ជាប្រឡងដែលគេប្រគេនព្រះសង្ឃអញ្ចឹងហើយគេតែងតែឃើញគាត់រែកទៅរែកមករូបហ្នឹងមានអ្នកភូមិនោះបានឃើញស្រមោលដែលជះពីភ្នែកបន្ទោលឃើញលោកតាអាចារ្យហ្នឹងរែកសម្ភារៈហ្នឹងដើរទៅដើរមកធ្វើឲ្យបងប្អូនទាំងអស់គ្នានៅក្នុងភូមិនោះឃើញគាត់គ្រប់គ្នាបាទអញ្ចឹងហេតុការណ៍នេះបានន័យថាយប់ទី7ដែលគាត់ស្លាប់ហ្នឹងគឺមានឆ្កែលូភ្លៀងយ៉ាងខ្លាំងអញ្ចឹងហ៎បាទអញ្ចឹងហើយក៏វាមានចំណាំងផ្លាតដែលចេញអំពីផ្គររន្ទះទៅជះទៅវាឃើញស្រមោលព្រាដែលអ្នកភូមិសម្គាល់ថាគឺជាស្រមោលរបស់លោកអង្គម្ចាស់ហ្នឹងបាទនេះគឺជាដែលកន្លែងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថារបស់គាត់គឺកម្មណាស់អញ្ចឹងមិនមែនសុកគាត់ឲ្យយើងឃើញទេបាទគឺគាត់កន្លែងនេះគឺដូចជាវិញ្ញាណឬក៏ព្រលឹងរបស់គាត់ហ្នឹងដូចមកបញ្ជាក់យើងអញ្ចឹងថាដល់ពេលដែលគាត់ស្លាប់ទៅគឺរងទុក្ខវេទនាអញ្ចឹងមិនអញ្ចឹងបងស្រី
bà mình khâu bị nè để quạt kênh và vánh đầy kế na bà để quạt sẵn tới tu đây tu ấy vô tam nó cứ là biểm chẳng bà nắp ôn sấy trong sàn chơi này cứ ôn sấy miền tập phần năng tế đầm bầy chạy chun phục mài bóng ôn bà là không được trái nị bà hay chẳng có sân bà phục mài bóng ôn bà sờ lạnh trâu chất control là bị tạo ní ở phục trong thua một tó xong cùng click của ca chui chơi subscribe và đối chiết của ca like page bảo phụ nhóm làm bay ở phục trong miền cầm nắng chấtក្នុងការធ្វើវីដេអូបាទតាក់ទងជាមួយនឹងការនិទានរឿងខ្មោចផ្សេងបន្តទៅទៀតហើយជាពិសេសសម្រាប់បងប្អូនដែលចង់ចូលរួមជាមួយនឹងខ្ញុំបាទអាចធ្វើការបាទឆាចូលនៅក្នុង account Facebook page និទានខ្មោចបីធ្វើការបេប្រាប់សាច់រឿងមិនអត់ឬក៏អាចធ្វើការboy ជាសលេងក៏បានអាចសរសេរជាអក្សរក៏បានមកកាន់ page មកបាទខ្ញុំនឹងយករឿងទាំងអស់នោះបាទយកមកបកស្រាយនិងធ្វើជាវីដេអូបាទបន្តទៀតបាទអញ្ចឹងខ្ញុំបាទហុងនាងខ្ញុំសុភីបាទសូមអរគុណបាទ